លោកគង់វិសាលដែលជាតំណាងរបស់លោកទាវវណ្ណាកនិយាការហើយទូទូនៅវិសុបយ័នកញ្ញាទុយវិភាទីតំណាងរបស់អ្នកអង្គការសម្អាតវឌ្ឍនៈកែយកក្រុមហ៊ុនវឌ្ឍនៈព្រូរីសូមគោរពដល់មានកិត្តិយសទាំងអស់លោកគ្រូកីឡាករកីឡាការីបងប្អូនសាព័ត៌មាននិងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងតាមដានទស្សនាទៅតាមកញ្ចក់ទូរទស្សន៍ BTV News ជាទីស្រឡាញ់រាប់អានជាច្រើនថ្ងៃនេះក្នុងនាមសហព័ន្ធកីឡាបាល់ទាត់ខ្មែរនៅក្នុងនាមរដ្ឋាភិបាលផ្ទាល់ពិតជាមានសេចក្តីសំណងរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីសន្និសីទសារព័ត៌មានស្តីអំពីកម្មវិធីមហាព្រឹត្តិការណ៍គុណគុណខ្មែរទៅកាន់សហរដ្ឋអាមេរិកជើងទី2បាទជើងទី2រឿងនេះគឺតែនឹងចេញដំណើរនៅថ្ងៃស្អែកនេះហើយថ្ងៃទី25ខែឧសភាឆ្នាំ2025បាទហើយការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី31ខែឧសភាឆ្នាំ2025ម៉ោងចាប់ពីម៉ោង6ល្ងាចដែលត្រូវនឹងថ្ងៃទី1ខែមិថុនាឆ្នាំ2025ម៉ោង8ព្រឹកនៅកម្ពុជាយើងហើយនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតដែលបងប្អូនប្រជាពលរដ្ឋបានដឹងហើយថាយើងបានចេញទៅម្ដងហើយទៅប្រទេសសហរដ្ឋអាមេរិកជាប្រវត្តិសាស្ត្ររបស់គុណខ្មែរលើកទី1គឺកាលពីខែមេសាឆ្នាំ2025បាទគឺនៅរដូវចូលឆ្នាំនោះគឺយើងបានទៅចូលរួមនៅព្រឹត្តិការណ៍សង្គ្រាមចូលឆ្នាំក៏ដូចជាដង្ហែក្បួនវប្បធម៌ខ្មែរជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុង Long Beach ក៏ដូចជាទីក្រុងផ្សេងៗក្នុងរដ្ឋ California ហើយឃើញថាមានការគាំទ្រខ្លាំងមែនទែនមកដល់កីឡាករកីឡាការីប្រតិភូរបស់សហព័ន្ធគុនខ្មែរក៏ដូចជាតំណាងក្រុមហ៊ុនតែគូបឋមដែលចូលរួមជាមួយគ្នាទៅទីនោះគឺទទួលបានការគាំទ្រការសម្ដែងរាប់អានយ៉ាងកក់ក្ដៅពីបងប្អូនប្រជាពលរដ្ឋខ្មែរនេះគឺជាកម្លាំងចលករដែលជំរុញឲ្យយើងទាំងអស់គ្នាមានទឹកចិត្តមានឆន្ទៈថាទៅមុខក្នុងការចេញទៅផ្សព្វផ្សាយនៅសិល្បៈវប្បធម៌របស់ខ្មែរយើងហើយលើកទី2នេះគឺយើងចេញទៅទីក្រុងតាកូម៉ានៅរដ្ឋ Washington State បាទដែលជារដ្ឋមួយសម្បូរទៅដោយបងប្អូនខ្មែរយើងរស់នៅទីនោះដែរហើយក្នុងឱកាសនេះខ្ញុំជឿជាក់ថាក៏នឹងមានការចូលរួមគាំទ្រកាន់តែច្រើនថែមទៀតពីបងប្អូនខ្មែរយើងក៏ដូចជាបងប្អូនបរទេសគ្រប់ជាតិសាសន៍ដែលរស់នៅសហរដ្ឋអាមេរិកបាទព្រោះយើងចេញទៅលើកនេះគឺកីឡាករកីឡាការីរបស់យើងសិតតែលំដាប់កម្ពុជារបស់កម្ពុជាយើងហើយខ្ញុំជឿជាក់ថាការទៅចូលរួមការប្រកួតលើកនេះគឺទោះបីមានចាញ់ឬក៏ឈ្នះក៏ដោយក៏សិតតែជាការប្រកួតមួយដែលជក់ចិត្តទៅអារម្មណ៍ហើយបាទព្រោះឯក្នុងកីឡាការប្រកួតគឺធម្មតាទេបាទវាតែងតែមានចាញ់មានឈ្នះពេលខ្លះយើងធ្វើល្អហើយក៏មិនប្រកាសតែឈ្នះដែរបាទអញ្ចឹងតែវាអាចមានការផ្លោះផ្លួយខ្វះចន្លោះខ្លះអញ្ចឹងយើងជឿជាក់ថាទោះបីឈ្នះក៏ដោយចាញ់ក៏ដោយប៉ុន្តែនឹងខ្លាយទៅជាការប្រកួតមួយដែលជក់ចិត្តដិតអារម្មណ៍ដែលជាការប្រកួតមួយបានបង្ហាញនៅសិល្បៈក្បាច់គុណដ៏សម្បូរបែបដ៏មានក្បាច់ក្បូរដែលទន់ភ្លន់រឹងមាំហើយនឹងមាននៅស្មារតីប្រយុទ្ធដ៏អង់អាចក្លាហានរបស់កីឡាករកីឡាការីយើងនឹងបង្ហាញជូនទៅដល់ទស្សនិកជនដែលទស្សនាផ្ទាល់នៅទីតាំងនៅសង្វៀននៅទីក្រុងតាកូម៉ាគឺ The Great Tacoma Convention Center បាទដែលជាសង្វៀនប្រកួតដ៏ធំមួយនៅទីនោះគឺអាចផ្ទុកមនុស្សដល់ 5000 នាក់ឯណោះបាទហើយខ្ញុំជឿជាក់នឹងធ្វើឲ្យមានការជក់ចិត្តដិតអារម្មណ៍ពីអ្នកទស្សនានៅក្នុងទីតាំងសង្វៀនផ្ទាល់ក៏ដូចជាបងប្អូនទស្សនិកជនដែលទស្សនាតាមកញ្ចក់ទូរទស្សន៍នៅទូទាំងប្រទេសរបស់យើងក៏ដូចជានៅទូទាំងនៅជុំវិញពិភពលោកផងដែរបាទអ
ព្រោះយើងឃើញហើយថាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ BTV News គឺអាចទស្សនាបានជុំវិញពិភពលោកក៏ដូចជាតាមរយៈpage Facebook របស់ BTV News page Facebook របស់សហព័ន្ធកីឡាប្រដាល់ទូកខ្មែរគឺអាចទស្សនាបានគ្រប់ទិសទីតែម្ដងបាទអញ្ចឹងគឺជាឱកាសមួយដែលនឹងបង្ហាញឲ្យឃើញអំពីគុណខ្មែរយើងបាទទៅដល់ពិភពលោកឲ្យគេបានស្គាល់គេបានយល់ពីគុណខ្មែរកាន់តែច្បាស់ហើយគេនឹងស្គាល់ខ្មែរយើងកាន់តែច្បាស់នេះហើយគឺជាវត្ថុបំណងរបស់សហព័ន្ធយើងក្នុងការចេញទៅផ្សព្វផ្សាយបាទការចេញទៅប្រកួតមិនមែនតែត្រឹមតែទាមទារនៅលទ្ធផលបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែអ្វីដែលយើងចង់បានគឺយើងនឹងចេញទៅដើម្បីបង្ហាញអំពីវប្បធម៌របស់ខ្មែរយើងអំពីប្រពៃណីដ៏ល្អផូរផង់ជាជីវធម៌សេចក្តីថ្លៃថ្នូររបស់កីឡាករកីឡាការិនីដើម្បីបង្ហាញឲ្យជាតិសាសន៍ដទៃឃើញថាខ្មែរយើងជាជាតិសាសន៍មួយដែលមានសេចក្តីថ្លៃថ្នូរមានប្រពៃណីល្អផូរផង់ហើយសមនឹងគេស្រឡាញ់រាប់អានយកយើងជាមិត្តណាហើយនឹងមកចូលរួមវិនិយោគចូលរួមដំណើរកម្សាន្តនៅប្រទេសខ្មែរយើងដើម្បីលើកស្ទួយនៅជីវភាពរបស់ប្រជាពលរដ្ឋយើងក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិយើងឲ្យរុងរឿងនៅថ្ងៃអនាគតនេះហើយគឺជាវត្ថុបំណងរបស់យើងទាំងអស់គ្នាក្នុងនាមជាខ្មែរក្នុងនាមយើងជាអ្នកដែលស្នងមរតកដូនតានៅសិល្បៈក្បាច់គុនបុរាណខ្មែរនេះគឺយើងត្រូវតែចេញទៅផ្សព្វផ្សាយដើម្បីឲ្យពិភពលោកស្គាល់ថាខ្មែរយើងគឺមានមរតកវប្បធម៌ដ៏ល្អឯកមួយដែលជាមោទនភាពរបស់ជាតិយើងរបស់ប្រជាជនខ្មែរទាំងអស់គ្នាបាទហើយដោយលោកគង់វិសាបានជម្រាបដែរថាលើកនេះគឺជាលើកទី2មែនប៉ុន្តែយើងនៅមានលើកក្រោយៗទៀតប៉ុន្តែការដែលយើងចេញទៅលើកទី1នោះគឺជាស្ពាននៃការចម្លងយើងឲ្យទៅដល់ទីផ្សាររបស់សហរដ្ឋអាមេរិកហើយស្ពានលើកទី1នេះគឺជាការផ្សារភ្ជាប់រវាងទីផ្សារគុនខ្មែរនៅសហរដ្ឋអាមេរិកហើយការទំនាក់ទំនងបន្តបន្ទាប់ចិត្តតែមានរហូតឥឡូវមានស្ថាប័ននៅអាមេរិកក៏បានទំនាក់ទំនងvớiយើងច្រើនហើយសហគមន៍នៅតាមរដ្ឋនីមួយៗបាទនៅ Washington នៅនេះអាចលើកក្រោយយើងទៅដល់ខាង Massachusetts ឬក៏អាចទៅដល់ទីក្រុង San Francisco ឬក៏មានទៅរដ្ឋ Texas នោះក៏កំពុងតែទំនាក់ទំនងអញ្ចឹងយើងឃើញថាការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី1គឺជាស្ពាននៃការផ្សារភ្ជាប់អញ្ចឹងយើងនឹងមានការរៀបចំព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកញឹកញាប់នៅថ្ងៃអនាគតបាទហើយក្រៅពីសហរដ្ឋអាមេរិកក៏យើងមានព្រឹត្តិការណ៍នៅក្រៅប្រទេសច្រើនទៀតដូចជានៅញូហ្សេឡង់នៅក្នុងខែមិថុនាខែ6ខាងមុខនេះគឺនឹងចេញទៅញូហ្សេឡង់ហើយក៏មានការចេញទៅប្រទេសបារាំងផងដែរបាទក៏មានការរៀបចំអាចនៅប្រទេសអេស្ប៉ាញម្ដងទៀតហើយក៏មាននៅអូស្ត្រាលីហើយក៏ដោយបងប្អូនប្រជាពលរដ្ឋអ្នកគ្រប់គ្រងវិស័យកីឡាប្រដាល់គុនខ្មែរបានដឹងហើយខ្ញុំទើបតែត្រឡប់មកពីប្រទេសចិននៅពី3សប្តាហ៍មុននេះគឺបានចុះលោកសាសនាយោគយល់ជាមួយខាងភាគីចិនស្ថាប័នធំពីររបស់ចិនដែលយើងមានការព្រមព្រៀងគ្នារៀបចំព្រឹត្តិការណ៍ទាំងនៅកម្ពុជាក៏ដូចជានៅប្រទេសចិនបាទបានថាការរៀបចំព្រឹត្តិការណ៍ទៅវិញទៅមកទាំងកម្ពុជានិងចិនគឺយ៉ាងហោចណាស់1ឆ្នាំឲ្យបាន10ព្រឹត្តិការណ៍បាទហើយឥឡូវយើងមាន2ស្ថាប័នក៏1ឆ្នាំ10ព្រឹត្តិការណ៍2ស្ថាប័នក៏ឡើងទៅ20ព្រឹត្តិការណ៍អញ្ចឹងសឹងថារាល់ខែគឺមានព្រឹត្តិការណ៍សហព័ន្ធបាត់ការចិនកម្ពុជានៅលើទឹកដីកម្ពុជាឬក៏ទឹកដីប្រទេសចិនអញ្ចឹងឥឡូវផែនការរបស់យើងគឺនៅក្នុងខែ7នេះខែកក្កដាគឺយើងនឹងទៅរៀបចំនៅប្រទេសចិនបាទនៅប្រទេសចិននៅទីក្រុងធំមួយនៅប្រទេសចិនហើយនៅក្នុងថ្ងៃបុណ្យប្រពៃណីរបស់ចិនមួយដែលធំដែលមានមនុស្សរាប់សិបម៉ឺននាក់ចូលរួមហើយជាឱកាសមួយក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋចិនឲ្យស្គាល់ពីវប្បធម៌ខ្មែរយើងឲ្យស្គាល់ពីសិល្បៈក្បាច់គុនបុរាណយើងឲ្យស្គាល់អំពីប្រវត្តិសាស្ត្ររបស់ខ្មែរកាន់តែជ្រៅជ្រះបាទហើយនឹងឈានទៅដល់ខ្លាយជីវិតរបស់ខ្មែរយើងខ្លាយជាអតិថិជនរបស់ខ្មែរយើងនិងខ្លាយទៅជាអ្នកទេសចរបាទរបស់ប្រទេសយើងឃើញហើយសប្តាហ៍ថ្ងៃយើងរដ្ឋាភិបាលក៏លោកកំពុងតែធ្វើការជំរុញខ្លាំងមែនទែនក្នុងការផ្សព្វផ្សាយនៅវិស័យទេសចរ
ទេសចរវប្បធម៌ទេសចរធម្មជាតិបាទគឺផ្សព្វផ្សាយដល់បរទេសគ្រប់ជាតិសាសន៍ជាពិសេសគឺប្រទេសចិនហ្នឹងដែលមានប្រជាពលរដ្ឋរហូតដល់ជាង1400លាននាក់បាទច្រើនណាស់ដូច្នេះហើយបើសិនជាមានប្រជាពលរដ្ឋបរទេសមកដំណើរកម្សាន្តនៅប្រទេសយើងមួយឆ្នាំ4-10លាននាក់មកខ្ញុំឃើញថាខ្ញុំជឿជាក់ថាអាចជួយជំរុញដល់សេដ្ឋកិច្ចជាតិយើងបានច្រើនមែនទែនអាចជួយជំរុញដល់ប្រជាពលរដ្ឋយើងដែលស្ថិតនៅក្នុងវិស័យដែលពាក់ព័ន្ធជាមួយនឹងទេសចរដូចជាស្ថានភាពពុទ្ធនីយដ្ឋានលក់វត្ថុអនុស្សាវរីយ៍ខាងដឹកជញ្ជូនផ្សេងទៀតបាទគឺអាចជួយដល់ជំរុញដល់សេដ្ឋកិច្ចទីផ្សាររបស់គាត់ឲ្យមានដំណើរការល្អហើយបង្កើននូវជីវភាពក៏ដូចជាជំរុញការរីកចម្រើននៃសេដ្ឋកិច្ចជាតិយើងទាំងអស់នេះហើយដែលយើងក្នុងនាមសហព័ន្ធកីឡាបាល់ទាត់ខ្មែរក៏បឹងប្រែងដើម្បីផ្សារភ្ជាប់បាទតាមរយៈកីឡាបាល់ទាត់ខ្មែរនេះឯងតែជាអត្តសញ្ញាណជាតិរបស់យើងហើយផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្ដូរវប្បធម៌ទៅនឹងការផ្លាស់ប្ដូរពាណិជ្ជកម្មនិងទេសចរបាទយើងមិនត្រឹមតែទៅប្រកួតកីឡាទេថែមទាំងផ្សារភ្ជាប់ការផ្លាស់ប្ដូរវប្បធម៌និងជំរុញឲ្យមានការទាក់ទាញទេសចរដើម្បីឲ្យបរទេសចូលមកដំណើរកម្សាន្តនៅប្រទេសយើងកាន់តែច្រើនបាទហើយទាំងអស់នេះគឺខ្ញុំជឿជាក់ថាគុណខ្មែរយើងកំពុងតែដើរទៅរកផ្លូវមួយដែលនឹងទៅរកការល្បីល្បាញទៅរកការទទួលយកជាសកលបាទជាសកលយើងជឿជាក់ថាវាជាការចាប់ផ្ដើមមួយយើងទទួលស្គាល់ថាគុណខ្មែរយើងចាប់ផ្ដើមយឺតជាងគេបន្តិចបាទជឿជាងប្រទេសជិតខាងយើងឃើញហើយគេដើរលឿនជាងយើងដោយសារតែគេដើរមុនយើងបាទគេបានចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេសតាំងពី40ឆ្នាំមុនតែយើងកំពុងតែនៅស្ថិតនៅក្នុងលើសង្គ្រាមនៅឡើយបាទតែយើងកំពុងតែស្ថិតក្នុងរបបតម្លៃពូជសាសន៍ស្លាប់រង្គាលរកតែឱកាសក្នុងការរស់រានមិនបានផងប៉ុន្តែមកដល់ពេលនេះគឺយើងមានឱកាសក្នុងការចេញទៅផ្សព្វផ្សាយគុណខ្មែរយើងខ្ញុំជឿជាក់ថាឲ្យតែយើងពួតដៃគ្នាយើងប្រឹងប្រែងគៀកស្មារគ្នាប្រជាពលរដ្ឋខ្មែរទាំង17លាននាក់គឺយើងជុំជ្រែងទាំងអស់គ្នាក្នុងការផ្សព្វផ្សាយសិល្បៈក្បាច់គុណបុរាណរបស់យើងកីឡាអត្តសញ្ញាណជាតិរបស់យើងនឹងអាចទៅមុខបានលឿនហើយនឹងអាចដើរទាន់ប្រទេសដទៃទៀតនៅក្នុងរយៈពេលដ៏ខ្លីខាងមុខខ្ញុំជឿជាក់ថានេះគឺជារឿងចាំបាច់មួយដែលយើងត្រូវធ្វើសំខាន់យើងត្រូវតែសាមគ្គីគ្នាសិនបាទសាមគ្គីគ្នាបានយើងអាចធ្វើដំណើរទៅបានឆ្ងាយដោយពាក្យចាស់លោកថាបើចង់ដើរលឿនដើរម្នាក់ឯងតែបើចង់ដើរឆ្ងាយត្រូវតែដើរជាក្រុមបាទត្រូវតែមានគ្នាច្រើនបានយើងអាចជួយគ្នាក្នុងការបន្តដំណើរយើងបានឆ្ងាយហើយក្នុងនេះគឺក្នុងនាមសហព័ន្ធគឺយើងនឹងខ្លាយទៅជាគំរូចលករមួយដែលដឹកនាំការផ្សព្វផ្សាយនេះទៅក្រៅប្រទេសប៉ុន្តែយើងត្រូវការចាំបាច់បំផុតទី1ក្រុមហ៊ុនដៃគូអភិវឌ្ឍបាទដូចជាក្រុមហ៊ុនវឌ្ឍនៈ Brewery ដែលតែងតែជួយឧបត្ថម្ភរាល់សកម្មភាពចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេសអ្នកអង្គការសម្អាតវឌ្ឍនៈលោកគាំទ្ររហូតទៅប្រទេសក្រិចទៅប្រទេសអាមេរិកទៅអាល្លឺម៉ង់បាទអូផ្លេចផែនការទៅអាល្លឺម៉ង់ខែ9ញ៉ាបានជម្រាបឲ្យថាខែ9លោកនឹងគាំទ្រឲ្យទៅផ្សព្វផ្សាយទៅអាល្លឺម៉ង់មួយទៀតបាទហើយនឹងមានអាហ្វ្រិកខាងត្បូងមួយទៀតដែលយើងអាចឈានដល់ទឹកដីប្រទេសទ្វីបអាហ្វ្រិកបាទគុណខ្មែរនឹងឈានទៅដល់ទ្វីបអាហ្វ្រិកជាលើកទី1ក្នុងប្រវត្តិសាស្ត្រឯក្នុងពេលចាប់ចាក់មុខក្រុមហ៊ុនវឌ្ឍនៈ Brewery ជាដៃគូមួយដែលយើងមិនអាចអត់បានទេបាទមិនអាចខ្វះបានហើយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាសិទ្ធតែជាអ្នកគ្រប់គ្រងនឹងហើយដែលជំរុញបាទឲ្យគុណខ្មែរយើងល្បីល្បាញឲ្យប្រជាប្រិយភាពរបស់គុណខ្មែរយើងសបផ្សាយតាមរយៈការ like ការ share Facebook នឹងហើយការតាមដានទស្សនាទាំងនៅកន្លែងផ្ទាល់ឬតាមដានទស្សនានៅតាមកញ្ចក់ទូរទស្សន៍ចឹងហើយសូមបន្តការគ្រប់គ្រងទៀតការគ្រប់គ្រងរបស់បងប្អូននឹងហើយគឺនឹងរុញច្រានឲ្យការផ្សព្វផ្សាយរបស់យើងធ្វើដំណើរទៅបានលឿនហើយធ្វើដំណើរទៅបានឆ្ងាយបាទដូច្នេះក្នុងឱកាសនេះក៏សូមអំពាវនាវឲ្យបងប្អូនបន្តការគ្រប់គ្រងបន្តទៅទៀតទាំងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសហើយជាពិសេសបងប្អូនដែលរស់នៅទីក្រុងតាកូម៉ាទីក្រុងស៊ីអារ៉ឬក៏នៅរដ្ឋ Oregon ដែលនៅជិត Washington State ហ្នឹងគឺសូមមកចូលរួមទស្សនានៅកន្លែងផ្ទាល់បងប្អូនគ្នាដើម្បីជាកម្លាំងលើកទឹកចិត្តឲ្យកីឡាករយើង
ទាំង4រូបនិងកីឡាករនេះមួយរូបសុទ្ធតែជាកីឡាករកីឡាការីដែលឆ្នើមហើយមានគេហៅថាមានអ្នកគ្រប់គ្រងច្រើនណាស់បាទដែលស្ទឹងរងចាំតែសញ្ញាការប្រកួតរបស់គាត់ខ្ញុំជឿជាក់ថាពួកគាត់នឹងប្រឹងអស់ពីសមត្ថភាពដើម្បីបង្ហាញឲ្យឃើញថាបាទការប្រកួតរបស់គុណខ្មែរគឺវាអស្ចារ្យបាទហើយចូលរួមគ្រប់គ្រងទាំងអស់គ្នានៅសង្ឃឹមថានឹងជួបបាទខ្ញុំក៏នឹងដឹកនាំជាប្រធានប្រតិភូដឹកនាំកីឡាករកីឡាការីនិងប្រតិភូរបស់យើងទៅទឹកដីអាមេរិកលើនេះគឺសង្ឃឹមថានឹងជួបបងប្អូនសហគមន៍ខ្មែរយើងនៅអាមេរិកបាទនៅក្នុងអំឡុងពេលដែលយើងស្នាក់នៅចាប់ពីថ្ងៃទី25ដល់ថ្ងៃទី3ខែមិថុនា25ខែឧសភាដល់ថ្ងៃទី3មិថុនាយើងត្រឡប់វិញអញ្ចឹងមានរយៈពេល10ថ្ងៃនៅទីនោះគឺយើងនឹងមានឱកាសច្រើនដើម្បីជួបស្វាគមន៍ក៏ដូចជាបង្ហាញការស្រឡាញ់រាប់អានចំពោះបងប្អូនខ្មែរយើងដែលរស់នៅសហរដ្ឋអាមេរិកដែលរស់នៅរដ្ឋ Washington State បាទហើយក៏សូមអំពាវនាវឲ្យចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយក្នុងការជំរុញលើកតម្កើងនៅអត្តសញ្ញាណរបស់យើងលើកនេះយើងឃើញហើយការប្រកួតគឺទី1យើងមានខ្សែក្រវ៉ាត់របស់ខ្មែរយើងទៅចំនួន2ខ្សែក្រវ៉ាត់ដែរបាទហើយយើងក៏មានខ្សែក្រវ៉ាត់ខាងសហរដ្ឋអាមេរិកហ្នឹង3ខ្សែក្រវ៉ាត់ទាំងអស់5ខ្សែក្រវ៉ាត់គឺកីឡាករកីឡាការីយើងនឹងប្រកួតដើម្បីដណ្ដើមខ្សែក្រវ៉ាត់ទាំង5ហ្នឹងបាទនៅក្នុងនាមជាមិត្តភាពរវាងប្រទេសនិងប្រទេសបាទរវាងកម្ពុជានិងអាមេរិកណាហើយកីឡាករទាំង5នៅអាមេរិកនេះសុទ្ធតែជាកីឡាករបរទេសដែលរស់នៅក្នុងប្រកបអាជីពកណ្ដាលនៅសហរដ្ឋអាមេរិកមានខ្លះជាជនជាតិកាណាដាក៏មានជនជាតិអ៊ីតាលីប៉ុន្តែពួកគាត់សុទ្ធតែកំពុងតែបន្តកំពុងតែរស់នៅនឹងចាក់អាជីពបណ្ដាលនៅក្នុងទឹកដីសហរដ្ឋអាមេរិកហើយបាទហើយសូមឲ្យចូលរួមបងប្អូនទាំងអស់គ្នាបាទសូមទទូចហើយទទូចទៀតថាចាប់ដៃគ្នាហើយជុំជ្រែងគ្នាទាំងអស់គ្នាទើបយើងអាចទៅដល់គោលដៅដែលយើងចង់បានហើយជាចុងក្រោយក៏សូមគ្រប់ថ្វាយអរគុណដល់ទៀតដល់ដៃគូឧបត្ថម្ភរបស់យើងអ្នកអង្គការសមាវឌ្ឍនៈក្រុមហ៊ុនវឌ្ឍនៈ Brewery ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខទៅដល់ដំណើរផ្សព្វផ្សាយទៅកាន់ទឹកដីសហរដ្ឋអាមេរិករបស់គុណខ្មែរយើងទាំងពីរលើកទាំងលើកទី1នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីខែមេសាដូចជាលើកនេះនៅរដ្ឋ Washington State នៅខែឧសភានេះហើយការគ្រប់គ្រងនេះគឺយើងឃើញហើយការចំណាយច្រើនណាស់ប៉ុន្តែនេះគឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកអង្គការដែលលោកដើម្បីការផ្សព្វផ្សាយគុណខ្មែរយើងទៅដល់ពិភពលោកបាទលោកឧបត្ថម្ភគ្រប់គ្រងទាំងស្រុងហើយក៏នឹងបន្តឧបត្ថម្ភគ្រប់គ្រងបន្តទៀតនៅកម្មវិធីក្រោយៗទៀតហើយសូមជូនពរទៅដល់អ្នកអង្គការក៏ដូចជាគ្រួសារនិងក្រុមហ៊ុនវឌ្ឍនៈ Brewery ទាំងមូលគឺសូមទទួលបាននៅសុខភាពល្អក៏ដូចជាទទួលបានភាពជោគជ័យទៅលើអាជីវកម្មទាំងអស់របស់ក្រុមហ៊ុនវឌ្ឍនៈបាទហើយក៏សូមគោរពជូនពរទៅដល់មន្ត្រីហ៊ុនបណ្ណាអគ្គនាយិកាស្ថានីយទូតបាយ័នដែលលោកវិទ្យុតែងតែឧបត្ថម្ភគ្រប់គ្រងដល់សហព័ន្ធកីឡាប្រដាល់គុណខ្មែរតាំងពីចាប់ផ្ដើមមកដល់ពេលនេះក៏ដូចជាជួយឧបត្ថម្ភគ្រប់គ្រងទៅដល់ការផ្សាយបន្តផ្ទាល់បាទការផ្សាយផ្ទាល់មិនថាក្នុងប្រទេសក្រៅប្រទេសទេគឺស្ថានីយទូត BTV ស្ថានីយទូតបាយ័នតែងតែផ្សាយជូនទៅដល់ប្រជាពលរដ្ឋយើងគ្រប់ទិសទីឲ្យបានទស្សនាកម្សាន្តទាំងអស់គ្នាហើយនឹងសូមគ្រប់ជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទីសូមទទួលបានតែនឹងសេចក្តីសុខសេចក្តីចម្រើននិងសុភមង្គលគ្រប់ក្រុមគ្រួសារបាទសូមអរគុណ